ម៉ាក់ប៉ាខ្ញុំបានទិញស្ករគ្រាប់ខ្លះឲ្យយូញ៉ាំកាលពីមុននៅពេលដែលមូលដ្ឋានបង្កាត់ពូជមិនមានផលចំណេញអ្នកបានខិតខំធ្វើការនៅទីនោះណារកលុយឥឡូវនេះអ្នកត្រូវតែទៅអ្នកឈួតហើយរងចាំលុយសម្រាប់ការវះកាត់អ្នកបានទិញដីដែលបាក់បែកនោះ4លានបានបង់ឲ្យខ្ញុំតែ10000ទេអ្នកបានក្បត់ខ្ញុំហើយបានដាក់បណ្ដាសាយូរឲ្យស្លាប់ខ្ញុំមិនអាចនិយាយពាក្យទាំងនេះបានទេខ្ញុំមិនអាចឲ្យពុកម្ដាយខ្ញុំធ្វើតាមខ្ញុំដើម្បីត្រូវគេធ្វើបាបបានទេមិនមែនបងធំទេបងធំគឺល្អបំផុតបងស្រីឲ្យកុំយំអីបងប្រុសមិនអីទេបងប្រុសប្រកាសជានឹងព្យាបាលអ្នកវាពិតជានឹងធ្វើឲ្យគ្រួសារយើងរស់នៅបានល្អប្រសើរខ្ញុំលែងចង់ពឹងផ្អែកលើអ្នកដទៃទៀតហើយខ្ញុំនឹងរកលុយបានច្រើនដោយជំនាញផ្ទាល់ខ្លួនរបស់ខ្ញុំល្ងងមែនប្រេងនិងអំបិលមិនចូលទេតើអ្នកអាចធ្វើអ្វីបានបើគ្មានលុយនិងគ្មានប្រវត្តិក្មេងនេះស្រដៀងនឹងជីតារបស់គាត់រឹងរូសតែគ្មានកម្លាំងវាពិបាកដើរពេកហើយបងប្រុសខ្ញុំមើលថាអ្នកត្រូវបានគ្រួសារលៀនទាត់ខ្ញុំមានសំណាប់សត្វអូទ្រីអាហ្វ្រិកខាងត្បូងមួយបាច់រកមិនឃើញទី2នៅលើទីផ្សារទេវានឹងត្រូវបានដឹកជញ្ជូនទៅអ្នកនៅថ្ងៃស្អែកនាំអ្នកជំនាញចូលពីទីក្រុងទៅជួបបងប្រុសលីដែរអរគុណដែលគិតដល់ខ្ញុំពេលខ្ញុំពិបាកបំផុតអរគុណដែលមិនបានជួយខ្ញុំជាមួយបច្ចេកវិទ្យារបស់អ្នកនៅពេលនោះមូលដ្ឋានបានបាត់ជាយូរមកហើយសំណាប់របស់ឡៃជីបូករួមទាំងបច្ចេកវិទ្យាចុងក្រោយបង្អស់ដែលខ្ញុំបានទម្លាយចេញយើងពិតជាអាចចិញ្ចឹមសត្វអូទ្រីដែលមានគុណភាពខ្ពស់បានខ្ញុំចង់ខ្លាចជាអ្នកមានជាមួយអ្នកភូមិដូចគ្នាយកអាជីវកម្មទៅទូទាំងប្រទេសលីនវ៉ៃបានទូរស័ព្ទមកហើយអញ្ជើញពួកយើងទៅពិធីជប់លៀងអបអសាទរអ្នកសុំទោសលិនវ៉េអង្គគាត់ឲ្យអនុញ្ញាតឲ្យអ្នកត្រឡប់ទៅធ្វើការវិញបើអ្នកមិនទៅទេយើងនឹងផ្ដាច់ការថើបផ្អើលកាឡាំងដរាបណាអ្នកកែមកវាឲ្យបានល្អវានឹងមិនមានបញ្ហាអ្វីក្នុងការចិញ្ចឹមសត្វអូទ្រីនោះទេក្រៃក្រឆ្កួតទិញដីដែលខូចនេះខ្ញុំបានឮថាគាត់មានចំនួនជាមួយលេនយួនខ្ញុំចង់ទៅវាតែម្នាក់ឯងរងចាំការខាត់បងអូនេះមិនមែនជាអ្នកជំនាញបច្ចេកទេសទេដោយមានលុយ10,000យន្តអ្នកហ៊ានវិចខ្ចប់ដីដែលខូចនេះហាបាត់ឆែនវែងចាញ់ទាំងអស់ឈប់លើកជង្គង់អង្វរយើងឲ្យយកបាយមួយចានមកឲ្យអ្នកទៀតខ្ញុំមិនដឹងទេមេងវេទៅបើអ្នកនិយាយមួយម៉ាត់ទៅកាន់មនុស្សប្រភេទនេះតម្លៃនឹងធ្លាក់ចុះមើលមុខគេឡើងស្លូតបូតពួកគេប្រហែលជាភ្លេចហើយតើអ្នកណានៅភ្នាក់ពេញមួយយប់មើលសត្វអូទ្រីឈឺតើអ្នកណាបានកែមកចំណេញម្ដងហើយម្ដងទៀតអ្នកណាចំណេញ8លានខ្ញុំមកថាអ្នកធ្លាប់ឆ្លុះជាមួយស្វ័យលៃពួកគេក៏ចិញ្ចឹមសត្វអូទ្រីដោយខ្លួនឯងដែរឥឡូវទៅផ្ទះឥឡូវនេះហើយប្រាប់ខ្ញុំឲ្យច្បាស់សិនមូលដ្ឋានបង្កាត់ពូជសត្វអូទ្រីរបស់យើងបានចុះបញ្ជីជាមូលដ្ឋានបង្ហាញពូជលក្ខណៈទូទាំងខេត្តនិងថាវិការគាំទ្រចំនួន300,000មិនអីទេគាត់បានខ្លាចជាអ្នកចិញ្ចឹមសត្វអូទ្រីជាមួយមិត្តស្រីរបស់គាត់នៅឆ្នាំនេះបន្ទាប់ពីទទួលបានភាគលាភជំងឺរបស់យីយូត្រូវបានសង្គ្រោះប្រាប់លីវ៉ៃអំពីដំណឹងល្អនៃមូលដ្ឋានបាតុកម្មស្នើទៅគាត់យកលុយរាប់ម៉ឺនដុល្លារហើយរមៀលប្រាប់ហើយថាយើងបែកគ្នាហើយបែកគ្នាដើម្បីអ្វីបែកគ្នាដើម្បីអ្វីហើយប្រាក់ចំណេញដែលបានព្រមព្រៀងគ្នាគឺពាក់កណ្ដាលអ្នកគួរតែផ្ដល់ឲ្យខ្ញុំ4លាន8លាននៅឆ្នាំនេះប្រសិនបើខ្ញុំមិនបានឃើញអ្នកពីរដងទេតើអ្នកណានឹងនៅជាមួយអ្នកក្មេងប្រុសកំសត់លទ្ធផលទាំងអស់នេះត្រូវបានដឹកនាំដោយបងប្រុសវងវាមិនមានអ្វីតាក់ទងនឹងអ្នកទេដីនេះជារបស់ខ្ញុំបានទិញសំណាបបច្ចេកវិទ្យានេះជាកម្មសិទ្ធិរបស់បងប្រុសវងល្អណាស់ដែលបានផ្ដល់ឲ្យអ្នកនៅ10,000ស្គាល់គ្នាយកលុយរួចរមៀលចេញទៅសង្គ្រោះប្អូនស្រីរបស់អ្នកដែលជិតស្លាប់បងប្រុសវ៉ាន់និយាយត្រូវណាស់នេះ10,000ដុល្លារខ្ញុំអាចទិញមួយដុំឲ្យប្អូនស្រីឈឺរបស់អ្នកបានទីបញ្ចុះសុបដ៏ស្រស់ស្អាតជាងហាជឿណាស់រត់300ថ្ងៃ300យប់ក្នុងតម្លៃ10,000យន់មុនសេការរបស់ពួកគេក៏ត្រូវបានសត្វអូទ្រីខំដែរចាប់ពីពេលនេះទៅបច្ចេកវិទ្យារបស់ខ្ញុំរលួយក្នុងលាមកសត្វស្លាប់កុំដាក់ជើងនៅក្នុងមូលដ្ឋាននេះទៀតឡើយអេហេមានរឿងអ្វីជាមួយអ្នកស្រីវ៉ាងចៅស្រីរបស់ខ្ញុំជឿធ្ងន់គ្មានលទ្ធភាពវះកាត់ទេអ្នកយកលុយនេះទៅព្យាបាលកូនលោកក៏ស្ថានគ្រួសារអ្នកឲ្យខ្ញុំអ្វីក៏ដោយដែលអ្នកដាំនៅក្នុងដីដែលខូចនោះនឹងមកអ្នកអាចផ្ដល់ឲ្យខ្ញុំ2,000ជំងឺរបស់កុមារមានសារៈសំខាន់វាមានប្រយោជន៍សម្រាប់ខ្ញុំដែលអ្នករក្សាដីនោះមនុស្សល្អត្រូវបានផ្ដល់រង្វាន់ម៉ាក់និងប៉ាខ្ញុំបានទិញស្ករ